Nghe ta, trênដំbóng nhung trong lơ tẹt tông tận năng ní prom thì cái nhung tận lại chung là cụ na chân tí môi tẹt tông tận năng tận biết sừng khai mê riêng ta dương để xây prom bài ta ca sừng khai mê riêng miền bây giờ khác cứ miền bây giờ cho nên là không sắp pom là cụ chia bị sai khang này sừng cung atabot về như thở đôi là cụ vớt atabot mà đón mặc nơ thở là cụ cho nên tên nó xong bây nhung này cái hạ vị trí có cho tài và ta những thơm hết cứ dương pra cầm thì AI vì chui sừng khai mê riêng ở dương bàn chẳng những copy prom năng máu hay là cụ này cụ châu ta can chi mà nãy đợt đái nên cụ này cụ là cụ này cụ khăm mà chỉ muốn tha là cụ này cụ cho là cụ những trang pra chat GPT được có website xanh ban đó ban phần tay AIได้ support ภาษาខ្មែរយើងខ្លាំងជាងគេមកអស់រហូតដល់ 99% គឺ Gemini ខាពីហ្នឹងអត់សូវ support អក្សរខ្មែរពេកទេវា support ដែរតែល្បាក់ត្រឹមតែ80ទៅ90%តែប៉ុណ្ណោះពេលខ្លះអក្សរខ្មែរខ្លះមួយចំនួនក៏លោកខុសមកដែរមិនមែនត្រូវឲ្យទាំងអស់ទេតែ Gemini គឺវា support មកខ្លាំងឥឡូវទីហោខ្ញុំដាក់ចឹងរួចហើយខ្ញុំទៅយកមេរៀនមួយមកសំទោសលោកគ្រូចាំបន្តិចខ្ញុំទៅយកមេរៀនអូខេខ្ញុំយកមេរៀនគេហាក់របស់ខ្ញុំមកទៅខ្ញុំមានមេរៀនស្រាប់លោកគ្រូអាចរកជាមេរៀនអក្សរមកណាឥឡូវទីហោមេរៀនកាត់អាវបរោះនិងស្ត្រីអញ្ចឹងខ្ញុំបានយកជាអក្សរមកអស់ហើយនឹងមេរៀនមក full តែម្ដងណាហើយខ្ញុំចង់ឲ្យវាសង្ខេបមេរៀនហ្នឹងឲ្យខ្ញុំដោយកាត់ខ្លីៗខ្ញុំផាសមេរៀនហ្នឹងនៅពីក្រោមទៅបន្ទាប់មកព្រមនៅខាងលើនេះដដែលដូចខ្ញុំមិនបាច់ចាំអានច្រើនទេគ្រាន់តែថាគោលដៅគឺឲ្យវាត្រេឲ្យខ្ញុំហើយខ្ញុំត្រូវថាប្រាប់វាថាសិស្សត្រូវចំណាយពេល15នាទីក្នុងការកត់ចឹងឲ្យវាស្រួលអត្ថបទហ្នឹងឲ្យខ្ញុំឲ្យស្រួលមកអញ្ចឹងលោកគ្រូកុំភ្លេចណាដូរយក Canva ជានិច្ចណាកន្លែងធូនេះលោកគ្រូដូរយក Canva ជានិច្ច Canvas ណាបើអត់យកអាហ្នឹងទេយើងពិបាក copy ណាហើយពិបាក convert ទៅជា Microsoft Word វិញចឹងយើងយក Canva ឲ្យជាប់គ្រប់ពេលហើយពេលលោកគ្រូធ្វើការងារជាមួយ AI សំណុំពរសូមប្រើប្រាស់ computer ងាយស្រួលជាងទូរស័ព្ទដៃខ្ញុំចុចបញ្ជូនបាទចាំតិចទៅបាទហើយចឹងវាសង្ខេបតាមផ្នែកចំណុចនីមួយឲ្យយើងអស់ហើយវាសង្ខេបយកតែខ្លឹមសារគោលហានេះស្រួលណាស់លោកគ្រូពេលលោកគ្រូបានសង្ខេបហើយលោកគ្រូអាចយកទៅសរសេរក្នុងកិច្ចតែងការបន្ថែមជាចំណុចដែលកន្លែងមេរៀនដែលក្មេងគាត់អាចកត់បានងាយស្រួលបើជាងខ្លួនឯងពេលខ្លះយើងសង្ខេបទៅប្រហែលជាអាចនឹងវែងហើយពេលខ្លះសូម្បីយើងគ្រូផ្ទាល់សូម្បីខ្ញុំផ្ទាល់ពេលខ្លះចាប់ចំណុចសំខាន់ផ្ទាល់មកក៏អត់បានដែរតែ AI វាប្រកែចាប់ឲ្យយើងឧទាហរណ៍ថាយើងឃើញប៉ុណ្ណេះវានៅគ្រាងខ្លីបើវាខ្លីពេកលោកគ្រូគាត់ថារៀងខ្លីលោកគ្រូអាចនេះចុចចូលកន្លែងធូរកន្លែងនេះណាលោកគ្រូឃើញណាបងប្អូននេះកន្លែងនេះណាអញ្ចឹងលោកគ្រូ click កន្លែងហ្នឹងទៅបន្ទាប់មកវាមានឲ្យយើង very short ឬក៏យើងយក short យើងចង់បានអត្ថបទខ្លីយើងជាងនឹងក៏បានដែរឬក៏លោកគ្រូគាត់ថាអត់ទេវាខ្លីពេកខ្ញុំចង់បានវែងថែមជាងនឹងដាក់មកមុខវិញមក long ឬក៏ very very long អញ្ចឹងឧទាហរណ៍ខ្ញុំចង់ឲ្យខ្លីជាងនឹងបន្តិចទេខ្ញុំយក short មកពេលខ្ញុំយក short មកវាធ្វើការ generate ម្ដងទៀតបន្តិចវាធ្វើការលុបខ្លឹមសារខ្លះចោលមួយចំនួននៅក្នុងហ្នឹងតែពេលដែលវាលុបហ្នឹងវាមិនមែនវាលុបសឹងទាំងអស់ណាវាលុបតែពាក្យពេចន៍ណាមួយចំនួនតែមើលទៅវាចំដែរហើយឬក៏មិនសូវចាំបាច់វានឹងលុបចោលឥឡូវរួចរាល់ហើយអញ្ចឹងមេរៀននេះយើងអាចយកទៅប្រើប្រាស់បានហើយឥឡូវយើងចូលទៅដល់ prompt មួយទៀតខ្ញុំសង្ឃឹមថាអាចបញ្ចប់ទាំងអស់តែម្ដងឥឡូវចូលដល់ prompt សំខាន់បង្កើតវិញ្ញាសាប្រឡងអាហ្នឹង special លោកគ្រូរកខែកំពុងកពុលមុខថាវិញ្ញាសាប្រឡងធ្វើបែបម៉េចអញ្ចឹងគឺមានរបៀបរបស់វាយើងអាចធ្វើបានចឹងលោកគ្រូ form នេះគឺសម្រាប់ផ្នែកសង្គមទេបើផ្នែកវិទ្យាសាស្ត្រលោកគ្រូអាចឆ្នៃកែបន្តិចណាអញ្ចឹងដំបូង prompt របៀបសរសេរខ្ញុំដាក់ប៉ុណ្ណេះមកហើយបន្ទាប់មកនេះទម្រង់ឧទាហរណ៍ណាទម្រង់ឧទាហរណ៍ដែលឲ្យ AI វា generate មកឲ្យត្រូវតាមកតាកិច្ចការដែលយើងចង់បានដូចខ្ញុំលើកបាញ់ខ្ញុំថាសុំមានឧទាហរណ៍ត្រូវអត់បើក្នុងករណីយើងអត់មានឧទាហរណ៍វាឆ្លើយទៅបាយប៉ាត់របស់វាវាប្រកាសតែដាក់អីចេះតែលំហាត់មកឲ្យយើងហើយតែដល់ពេលដែលយើងមានឧទាហរណ៍ភ្ជាប់ឲ្យវាដូចខ្ញុំនេះមានតាំងពីគ្រីសមានតាំងពីបំពេញប្រឡោះមានតាំងពីគូកងកន្លែងនេះគូកងលោកគ្រូមានតាំងពីគូកងមានតាំងសំណួរចម្លើយហើយខ្ញុំមានជាឧទាហរណ៍អត្រាកំណែទៀតនេះជាអត្រាកំណែហើយចង់អត្រាកំណែមកបែបម៉េចនេះឧទាហរណ៍ចម្លើយមកអញ្ចឹងសុំត្រេមកហើយសុំឲ្យវាដាក់អត្រាបន្ទុកកាត់ឲ្យខ្ញុំមកហើយផងហើយវាស្រួលវាកាត់ឲ្យយើងណាឥឡូវខ្ញុំ copy prompt ប៉ុណ្ណឹងចូលទៅហើយផាសចូលទៅកាន់ Gemini ដដែលខ្ញុំសុំបិទអានេះចេញហើយខ្ញុំផាសចូលទៅកាន់ប្រអប់សារដដែលទៅបន្ទាប់មកខ្ញុំសុំដាក់ខ្លឹមសារមេរៀនចូល
ចឹងខ្លឹមសារមេរៀនខ្ញុំសុំយកពីអានេះហ្មងណាអាកាត់អាវស្ត្រីបរោះស្ត្រីនេះហ្មងទៅដើម្បីយកមកធ្វើវិញ្ញាសាប្រឡងអញ្ចឹងខ្លឹមសារខ្ញុំដាក់នៅខាងក្រោមគេបងអស់នេះខ្លឹមសារមេរៀនសម្រាប់ធ្វើប្រឡងអញ្ចឹងខ្ញុំផាសពីក្រោមហ្នឹងតមកទៀតមកជាអក្សរមកអញ្ចឹងប្រមរបស់យើងមានគ្រប់គ្រាន់ហើយតែយើងត្រូវពិនិត្យឡើងវិញមុននឹងយើងបញ្ជូនយើងមើលតើយើងគ្រប់ចំណុចអីដែលយើងត្រូវការដែរអត់មេរៀនយើងផាសទៅត្រូវដែរអត់អូខេបើរួចរាល់ហើយយើងធ្វើការ submit យើងចាំបន្តិចទៅវានឹងធ្វើការធ្វើរៀបចំវិញ្ញាសាប្រឡងជូនយើងណែហៅបាត់ណាអញ្ចឹងវានឹង generate វិញ្ញាសាប្រឡងហ្នឹងឲ្យយើងជាមួយនឹងអត្រាកំណែផ្សេងមួយទៀតនេះវិញ្ញាសាប្រឡងជាមួយនឹងទម្រង់សំណួរមានឲ្យអស់ហើយចុះបើលោកគ្រូអ្នកគ្រូចង់បានជីវិតទៅធ្វើបែបម៉េចលោកគ្រូអ្នកគ្រូចុចកន្លែង share ប៊ូតុង share នៅកន្លែងនេះ share and export នៅកន្លែងចុងហ្នឹងលោកគ្រូអ្នកគ្រូចុចរួចហើយយកពាក្យថា export to docs អាហ្នឹងយកទៅជា Microsoft Word ណាចឹងយើងคลิกនៅកន្លែងហ្នឹងមកវានឹងបើកទៅ page មួយទៀតយើងរងចាំបន្តិចទៅវានឹងធ្វើចេញជា Microsoft Word ជូនលោកគ្រូអ្នកគ្រូហើយវានឹងសេរី format របស់វាជូនយើងស្អាតហើយនេះហើយណាអញ្ចឹងលោកគ្រូអ្នកគ្រូ download វាយកមកទុកលោកគ្រូអ្នកគ្រូចុចទៅលើកន្លែងប៊ូតុង file បន្ទាប់មកលោកគ្រូអ្នកគ្រូយកពាក្យ download ហើយលោកគ្រូអ្នកគ្រូយកពាក្យ Microsoft Word មកហើយយើង download ទុកទៅរួចរាល់ហើយលោកគ្រូអ្នកគ្រូអាចយកមកកែច្នៃខ្លួនឯងឬ copy ចូលទៅក្នុងទម្រង់ក្បាលវិញ្ញាសារបស់យើងទៅគឺយើងបានវិញ្ញាសាប្រឡងហើយឥឡូវមួយទៀតដោយសារតែវាយជួងហើយអញ្ចឹងកន្លែងខ្លះខ្ញុំសុំរំលងចោលឧទាហរណ៍ដូចជាវិញ្ញាសាប្រឡងភាសាអង់គ្លេសដដែលដូចគ្នាទៅណាស្តៀងដូចគ្នាអញ្ចឹងគ្រូផ្នែកភាសាអង់គ្លេសនេះព្រមមាននៅក្នុងនេះហើយចំណុចទី3គឺផ្នែកភាសាអង់គ្លេសគឺមានហើយបង្កើតទិញកាយតែងការវគ្គមុនបរៀនហើយអញ្ចឹងខ្ញុំសុំរំលងអានឹងចេញចូលមកទៀតបង្កើត quiz ខ្ញុំគិតថានេះលោកគ្រូអ្នកគ្រូអាចយកទៅដាក់បន្តិចទៅបង្កើត quiz ហ្នឹងគឺអញ្ចឹងឧទាហរណ៍យើងចង់ធ្វើ quiz ឲ្យក្មេងលេងអញ្ចឹងណាយើងអាច copy from ហ្នឹងចូលទៅបន្ទាប់មកខ្ញុំផាសវាចូលទៅសុំខ្វៃនេះចោលបន្តិចហើយខ្ញុំគូទៅ copy អាខ្លឹមសារមេរៀនសង្ខេបមិញរបស់គេហាក់មិញយកមកប្រើតែម្ដងខ្ញុំខ្ជិលចំណាយពេលយូរបន្ទាប់មកខ្ញុំផាសបន្តពីខាងក្រោមជាមេរៀនមកបន្ទាប់មកយើងធ្វើការបញ្ជូនលោកគ្រូអ្នកគ្រូអាកន្លែងហ្នឹងវាជាកម្មវិធីមួយសុបាយដែរក្មេងគាត់អាចនៅតែអញ្ចឹងយើង share link ហ្នឹងឲ្យគាត់ទៅគាត់ចុចចូលលេងធ្វើសំណួរហ្នឹងផ្សេងទៅអូខេលោតតែចេញត្រូវឲ្យទេវាចេញបែបនេះមកវិញចាំវគ្គក្រោយខ្ញុំនឹងបង្ហាញជូនលោកគ្រូអ្នកគ្រូតែសារតែក្នុងហ្នឹងគឺមានកន្លែងចំណុចសំខាន់ជាងហ្នឹងផ្នែកគណិតវិទ្យាគីមីរូបលោកគ្រូអ្នកគ្រូប្រកាសជាត្រូវការហ្នឹងណាចាក់ស្ដែងនៅពេលដែលលោកគ្រូអ្នកគ្រូ copy ដាក់ចូល Word មិនរត់អក្សរត្រូវលោកគ្រូអ្នកគ្រូឥឡូវឧទាហរណ៍ចាក់ស្ដែងនេះឥឡូវឧទាហរណ៍ចាក់ស្ដែងគណិតវិទ្យាថ្នាក់ទី7អានេះរូបមន្តណាលោកគ្រូអ្នកគ្រូមានរូបមន្តមានអីមានស្វ័យគុណមានអីអញ៉ៃហើយពេលដែលយើង copy យកទៅដាក់ទៅគឺវាលោតដៃលោតជើងឬក៏វាលោតចេញអក្សរអង់គ្លេសមករាយពេញហ្នឹងនេះឥឡូវឧទាហរណ៍ខ្ញុំ copy យកដាក់ឲ្យមើលតែម្ដងទៅណាផាសចូលទៅគ្រូឃើញអត់មានលោតសញ្ញាអីគេនេះដូចអានេះរូបមន្តឃើញវាមានចេញរូបមន្តឲ្យដែរអត់ទេថាអត់លោតតែញ៉ៃចុះយើងធ្វើម៉េចដើម្បីឲ្យវាចេញជាអក្សរមកល្អគឺខ្ញុំបានបង្កើត website មួយឲ្យលោកគ្រូអ្នកគ្រូហើយគឺ website លោកគ្រូអ្នកគ្រូអាចចូលទៅបាន website មានឈ្មោះថា AI Formula Converter អញ្ចឹងលោកគ្រូអ្នកគ្រូចូលទៅកាន់ Gemini ដែលលោកគ្រូបាន convert នឹងរួចហើយ copy អត្ថបទទាំងអស់ហ្នឹងមកហើយចូលទៅកាន់ AI មកហើយលោកគ្រូអ្នកគ្រូផាសចូលទៅក្នុងប្រអប់នេះមកផាសអត្ថបទទាំងអស់ហ្នឹងចូលមកណាឬក៏កន្លែងចំណុចរូបមន្តណាលោកគ្រូអ្នកគ្រូចង់បានដាក់ចូលក្នុងហ្នឹងទៅពេលលោកគ្រូអ្នកគ្រូផាសចូលក្រឹបពេលនោះវា convert ចេញជារូបមន្តបែបនេះមកវិញគឺលោកគ្រូអ្នកគ្រូគ្រាន់តែ select copy ទាំងអស់ហ្នឹងឡើងមកវិញម្ដងទៀតមកហើយលោកគ្រូអ្នកគ្រូផាសចូលទៅកាន់ Microsoft Word យើងវិញមកអានេះមិញរត់រាយណាជាមួយខ្ញុំផាសនេះទៅវិញ back ដល់ពេលខ្ញុំផាសនេះចូលទៅវិញចាំបន្តិចពេលនោះរូបមន្តគណិតវិទ្យាឡើងធ្វើការរត់រាយទៀតហើយគឺវាអាចទាំងឲ្យយើងបានកែទៀតយើងអាច click ទៅយើងកែរូបមន្តហ្នឹងបានទាំងអស់វិញហើយអូខេចឹងសម្រាប់តាក់ទងទៅនឹងកិច្ចតែងការវាយវិញ្ញាសាអីផ្សេងលោកគ្រូអ្នកគ្រូអាចប្រើប្រាស់ website ហ្នឹងដើម្បី convert បានហើយមិនមែនតែរូបមន្តគណិតវិទ្យាសាមញ្ញទេណារូបមន្តគណិតវិទ្យាលំបាកប៉ុណ្ណាក៏ដោយក៏វាអាចបានដែរឥឡូវឧទាហរណ៍ខ្ញុំលងដេញ example នេះទៅនេះដូចនិមិត្តសញ្ញាចែកសត្វប្របាកនៅតែយើងប្រើប្រាស់បានណាយើង copy មកយើងសាក់ផាសចូលទៅម្ដងទៀតមើលវាលោតមកអត់
nè load mau tầng admin code admin error lại nào mũi hay sầm khánh cài bàn tiệt ai cài sầm rọp sầm rùa bàn tiệt và ta tông cho nó chi mình ai miền convert trên cho bàn và tái về để việc convert trên tới đừng về mà giá là con này cũ lúc muốn tầng nó tranh chia có lúc thọt mình tranh chia picture mình cài ở tệ và ta đấy bây để dùng pha máu cứ nhưng ai vô mà cài bàn sự cam thàn đấy chi chùm núi bao là con này cũ cần đất kimi lúc đại tạ tông lúc muốn cứ pra bàn tầng chân website này chăm nhung lại chui là con này cũ sẽ mẹp vô tập pra nè tầng này trong cái là cụ mò cót chỉ ca sản phẩm bỏ này cụ khang mình tên và trong bàn nó hai con là cụ này cụ tao này trong bàn được này đây rồi biết dọc video đầu tiên do cả so mình thả so máy rồi co so ăn lấy thế hai mươi tiết do video mà an hay an những an đôi mà đương nhiên bài bật ở mồm hay download vô mà tục ra bàn tiết chẳng website nó cứ mình mua tháng bạc thẹp mấy Google AI Studio cụ ăn lễ con ban khơi được học này ấy nè ở xa vui dương tại tông cái tay ca chân cụ vì sao ăn lễ việc hai môn như ban bền của con là bà ở việc pra hàng ngày cứ mua bảo viết cứ Google AI Studio chân là cụ này cụ cho tới bây giờ 4 viên thằng ai là cụ này cụ login nè login cho mỗi năng Gmail account bảo dương này hay login rồi hay nhưng get started màu nè get started nó không nắng cứ là cụ này cụ khơi bịa môi mình mua tha playground nè dùng cho ta can bịa playground về là cụ này cụ cho tới viên miền thu môi chùm luôn ai là cụ này cụ rửa tay mà đòn miền đôi chia này code này cần phải chia này ấy nắng cứ pra đỉnh máu hay này generate group pra thằng đỉnh máu hay này video là thằngนี้này text to speak nè để tiên ta ca pra hàng ngày text to speakคืออันนั้นhay trong cái real time chat អាហ្នឹងគេគេតែការប្រើដែរអញ្ចឹងខ្ញុំថ្ងៃហ្នឹងខ្ញុំបរិញ្ញាបត្រ2 2ទេគឺ text to speech និង real time អញ្ចឹងលោកគ្រូអ្នកគ្រូចូលទៅ real time មុនបន្ទាប់មកលោកគ្រូអ្នកគ្រូ select យក AI ដែលយើងត្រូវការប្រើប្រាស់គឺ 2.5 flash មកណាវា select auto បន្តិចហើយបន្ទាប់មកទៀតលោកគ្រូអ្នកគ្រូធ្វើការ upload វីដេអូដែលលោកគ្រូអ្នកគ្រូចង់បានជាអក្សរហ្នឹងចូលមកហើយសរសេរ prompt តាបន្តិចឥឡូវខ្ញុំមានវីដេអូហើយដោយសារខ្ញុំអត់ចង់ចំណាយពេលខ្ញុំបានធ្វើវីដេអូហើយនេះជាវីដេអូមួយដែលតាក់ទងទៅនឹងម្ដាយគាត់ប្តីផ្ដាំកូនហើយជាភាសាអង់គ្លេសហើយខ្ញុំចង់បានភាសាអង់គ្លេសពីក្នុងនឹងមកយកមកជាអត្ថបទខ្ញុំចង់បកប្រែខ្មែរទៀតអញ្ចឹងខ្ញុំសរសេរ prompt តែប៉ុណ្្នេះឯងលោកនេះ Get the text from this video and translate in Khmer language ខ្ញុំចង់បានអត្ថបទពីវីដេអូហ្នឹងហើយខ្ញុំចង់ឲ្យវាបកប្រែជាភាសាខ្មែរឥឡូវយើងស្ដាប់តិចទៅ Must avoid at all costs, okay? At school, there are 3 types of friends you must avoid at all costs, okay? Which ones, Mom? First, those who lie frequently. បាទឥឡូវយើងបានវីដេអូនេះហើយខ្ញុំក៏ដាក់ទៅហើយ convert ក៏ចេញជាអក្សរខ្មែរមកឲ្យនេះអក្សរអង់គ្លេសហើយបកប្រែខ្មែរឲ្យមកអ្វីដែលសំខាន់លោកគ្រូបកប្រែខ្មែរមកចង់ខ្លាំងជាងមនុស្សយើងទៀតណាគឺវាបកប្រែមកវាអមមកថាយើងទទួលបានសឹង 100% យកមកប្រើប្រាស់តែម្ដងនេះភាសាខ្មែរដែលវាបានមកវិញហើយអញ្ចឹងខ្ញុំធ្វើការ copy យកមកប្រើប្រាស់ទៅចូលយើងធ្វើបែបម៉េចដើម្បីយើងយកវាទៅបង្កើតជាសំឡេងអញ្ចឹងយើង copy អត្ថបទទាំងអស់ហ្នឹងមកហើយយើងចូលទៅកាន់text to speech បាញ់មិញមាន tool មួយទៀតត្រូវលោកគ្រូ tool នេះគេមិញខ្ញុំប្រើ real time អញ្ចឹងលោកគ្រូប្រើគេម្ដងសិនហ្នឹងគឺ text to speech ហើយលោកគ្រូ click យក 2.5 review នេះមក Pro ប្រើបានតែបន្តិចទេណាបើលោកគ្រូប្រើរៀងច្រើនសុំប្រើអីគេដូរយកអីគេ text to speech លោកគ្រូដូរយក flash វិញមកអានឹងប្រើបានច្រើន Pro វារៀងគិតលុយអញ្ចឹងខ្ញុំយក flash អញ្ចឹងទៅហើយលោកគ្រូ select ដូរកន្លែង option កន្លែងនេះយក single speaker audio ណាដូរយក single audio រួចហើយលោកគ្រូផាសអត្ថបទហ្នឹងចូលនៅក្នុងនេះមកអញ្ចឹងឧទាហរណ៍ខ្ញុំទាញបន្តិចបានណាខ្ញុំអត់ចង់ឲ្យវា generate យូរពេកខ្ញុំ copy ប៉ុណ្្នឹងមកហើយខ្ញុំផាសចូលហើយខ្ញុំចុច run នេះបតង់ run នៅខាងក្រោមណា run ទៅវាធ្វើការដំណើរការទៅប្រើពេលយូរបន្តិចណាលោកគ្រូអញ្ចឹងខ្ញុំអត់ចង់ចំណាយពេលយូរទេខ្ញុំសុំ scope ប៉ុណ្ណឹងដោយសារខ្ញុំធ្វើអត្ថបទហើយណានេះអត្ថបទបាញ់មិញខ្ញុំបាន generate រួចហើយឥឡូវយើងមកស្ដាប់ទាំងអស់គ្នា surprise ណាចាំមើលតោះ នៅសាលារៀនមានមិត្តភ័ក្តិ3ប្រភេទដែលកូនត្រូវតែជៀសវាងឲ្យបានយល់ទេមានអ្នកណាខ្លះទៅម៉ាក់ទី1គឺអ្នកដែលចូលចិត្តកុហកញឹកញាប់ឧទាហរណ៍ពួកគេនិយាយថា
ខ្ញុំរៀនរួចហើយទាំងដែលវាមិនតិចឬកុំបារម្ភអីគ្រូមិនដឹងទេ គិតថា AI ឬក៏មិនទៅកន្លែង ស្ដាប់សឹងតែ almost សំនឹកណាអត់លេងសើចទេមួយទៀតលោកគ្រូអាច download បានគ្រាន់តែចុចកន្លែងប៊ូតុង track 3នេះមកហើយ click យកពាក្យអីគេ download មកលោកគ្រូអាចយកមកប្រើប្រាស់បានហើយណាកន្លែង download កន្លែងនេះអូខេយើងនៅមួយទៀតមិញវីដេអូជាសំឡេងបែបហ្នឹងឥឡូវមានវីដេអូមួយទៀតខ្ញុំឃើញថាលោកគ្រូមើលឃើញ TikTok អានេះមនុស្សយើងថតធម្មតាហ្មងណាអានេះឪពុកគាត់ មកការសន្យាពនទៀតតែគេការបួនមកវិទ្យាអីចាជាសាយអិនអូខេ អូខេអានេះជាពាក្យសម្ដីថតខាងក្រៅចាំមើលវាចាប់ប្រូមកយើងណាគឺអត់មានខុសសំបីតែមួយម៉ាត់ហ្មងនេះប្រូដែលវាចាប់មកឥឡូវខ្ញុំផ្ទៀងផ្ទាត់ទាំងអស់គ្នាខ្ញុំខាមកក្រោយណាហើយយើងផ្ទៀងផ្ទាត់ទាំងអស់គ្នា មកការសន្យាពនទៀតតែគេការបួនមកវិទ្យាអីចាជាសាយអិនអូខេពនទៀតមក đó đánh mà thôi គឺឈូបានបាយអូខេក្រុម90បាន500មកទី សាហាវអត់អសរសំបីតែយើងនិយាយធម្មតានៅក្នុង record ក៏វាចាប់អសរវាយើងបានដែរហើយមួយទៀតលយដោយសារខ្ញុំលុបបាត់ខ្ញុំភ្លេចពេលដែលយើង copy អានេះយកទៅដាក់ចូលទៅក្នុង generate សំឡេងណាវាដើរតួតាមនឹងទៀតហើយវាធ្វើសំឡេងដូចឲ្យហើយកូនកំពុងតែចែកគ្នានឹងហ្មងអូសាហាវមែនតើអត់មានលេងសើចទេលោកគ្រូឥឡូវ AI ណាគឺសាហាវមែនតើតទៅនឹងប្រព័ន្ធសំឡេងហ្នឹងអញ្ចឹងអស់ហើយជាចុងក្រោយក៏នឹងសរុបប្រាប់លោកគ្រូថាការប្រើប្រាស់ AI យើងប្រើត្រូវតួគឺបានផលប្រយោជន៍ឲ្យយើងតែបើយើងប្រើមិនត្រូវចំតួទេគឺអាចប៉ះពាល់ដល់យើងហើយអ្នកគ្រូមកគាត់អាចចាប់បានខ្លះទេប៉ុណ្ណឹងអត់សោះហ្មងបាទគឺវាក្បាលងល់ហើយណាលោកគ្រូមានសំណួរអីទៀតដល់